បាទខ្ញុំថាសវុតព័ត៌មានទស្សនៈខ្មែរនឹកស្រុកនិងព័ត៌មានខ្មែរប្រយុទ្ធបាទខ្មែរភៀតត្រៀតសូមថ្វាយបង្គំចំពោះព្រះសង្ឃជាទីសក្ការៈនិងបងប្អូនជនរួមជាតិខ្មែរទាំងអស់ជាទីមេត្រីនិងជាទីគោរពនឹករលឹកថ្ងៃនេះនៅអាមេរិកម៉ោងនៅ Boston ម៉ោង 6 កន្លះព្រឹកហើយបងប្អូនត្រូវនឹងថ្ងៃច័ន្ទទី 8 ធ្នូឆ្នាំ 2025 ដោយសារមានការបន្ទាន់ហើយយប់មិញបាទហើយជាម៉ោង 6:07 យប់នេះខ្ញុំបានទទួលព័ត៌មានពីសភាពការនៅទួលដែនបាទជាពិសេសខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដោយខ្ញុំបានទទួលឃើញរូបភាពបងប្អូនខ្មែរយើងដែលរស់នៅទួលដែនបានផ្ញើមកខ្ញុំអំពីភាពជ្រួលច្របល់នៃសិស្សសាលាក្មេងៗដែលបានរត់ភៀសខ្លួនពីការដែលថៃបានបាញ់ប្លង់បាទឥឡូវនេះថៃបានរំលោភកិច្ចព្រមព្រៀងបាទប៉ុន្តែនៅក្នុងនេះខ្ញុំក៏សនំពរសូមឲ្យទូតអន្តរជាតិមាន CNN ABC មេតា take action បញ្ជូនភ្នាក់ងាររបស់ខ្លួនមកទួលដែនប្រទេសកម្ពុជានិងថៃពីព្រោះជីវិតខ្មែរក៏មានតម្លៃសម្រាប់ពិភពលោកដែរដោយសារយើងមានកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីដែលមានក្រុមអាស៊ាននិងអន្តរជាតិជាច្រើនជាពិសេសប្រធានាធិបតីត្រាំបានចូលរួមដោយសារឥឡូវនេះសភាពការសង្គ្រាមដែលថៃបង្កើតមកចាប់ផ្ដើមតាំងពីម្សិលមិញម្លេះតែនយោបាយរបស់ខ្មែរចង់បានសុខសន្តិភាពគ្រាន់តែខ្ញុំឃើញថៃមានផែនការ4ចំណុចឬ8ចំណុចខ្ញុំដឹងបាត់ខ្ញុំដឹងថាបន្តិចទៀតថៃនឹងធ្វើបែបនេះនៅវាហាក់ដូចជាឲ្យគណៈកម្មការអាស៊ាន AOT ឬក៏គណៈកម្មការផ្សេងៗហ្នឹងធ្វើម៉េចដកអាវុធធុនធ្ងន់របស់កម្ពុជានឹងការដោះមីនក្រោយពីធ្វើរួចហើយវាចាប់ផ្ដើមរលរឿងម្ដងផ្ទុះមីនចេះម្ដងផ្ទុះមីនចោលអស់ពីថៃចិនវារលរឿងរហូតឥឡូវឮថាយន្តហោះ F-16 របស់វាបានបាញ់បំផ្លាញកាស៊ីណូមួយនៅក្នុងទឹកដីប្រទេសកម្ពុជាយើងតើរហូតមកដល់ពេលនេះហេតុអ្វីបានជាថៃហ៊ានធ្វើដូច្នេះអញ្ចឹងក្នុងនាមខ្ញុំជាជនជាតិអាមេរិកកំណើតខ្មែរម្នាក់ខ្ញុំសូមថ្កោលទោសចំពោះអំពើឈ្លានពានរបស់កងទ័ពថៃហើយសូមឲ្យខ្មែរនៅបរទេសទាំងឡាយជាពិសេសនៅអាមេរិកហ្នឹងនៅបារាំងនៅអូស្ត្រាលីនៅកាណាដាបើកភ្នែកឲ្យធំស្ដាប់ការបកប្រែមួយដែលបងប្អូនខ្មែរទាំងអស់ជាពិសេសអ្នកអាមេរិកដឹងច្បាស់ថានេះគឺជាសង្គ្រាមឈ្លានពានរបស់ថៃសូមបងប្អូនខ្មែរនៅអាមេរិកបើកត្រចៀកឲ្យធំហើយស្ដាប់សម្លេងនេះពីព្រោះឥឡូវសភាពការនៅទួលដែនខ្មែរថៃខេត្តព្រះវិហារខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យកំពុងតែមានបញ្ហាខ្លាំងណាស់ហេតុអ្វីបានជាថៃវាហ៊ានរំលោភបែបនេះវាប្រើយន្តហោះទៀតហើយវាប្រើរថក្រោះវាប្រើកាភ្លើងធំដោយសារខ្ញុំបានឃើញព័ត៌មានជាច្រើនជាពិសេសព័ត៌មានដែលខ្ញុំចាប់អារម្មណ៍ពិតប្រាកដគឺព័ត៌មានថៃវណ្ណៈញីវបន្តិចទៀត
ខ្ញុំនឹងចាក់ផ្សាយផ្ទាល់អំពីការអធិប្បាយរបស់ផៃវណ្ណៈញីវព័ត៌មានផៃវណ្ណៈដែលចុះកាលពីម៉ោង4ល្ងាច 4:30 ហ្នឹងឥឡូវនៅស្រុកខ្មែរយើងម៉ោង 6 កន្លះយប់ឯងបងប្អូនល្ងាចឯណាហើយនៅខាង Boston ខាង East Coast ខាងខ្ញុំនេះវាទៅតែម៉ោង 6:33 ព្រឹកថ្ងៃច័ន្ទទី 8 អញ្ចឹងរឿងរាវកើតឡើងតាំងពីថ្ងៃ 7 ថ្ងៃ 8 នៅស្រុកខ្មែរបងប្អូនខ្ញុំបានទទួលតាំងពីយប់មិញម្លេះតែខ្ញុំមិនទាន់បានចាក់ផ្សាយទេពីទស្សនភាពអត់ទាន់អត្ថាធិប្បាយទេពីទស្សនភាពកូនសិស្សខ្មែរយើងនៅខេត្តឧត្តរមានជ័យរត់ប្រសិទ្ធប្រសាទខ្ញុំអាណិតក្មេងៗទាំងនោះណាប៉ុន្តែរឿងមួយដែលខ្មែរទូទាំងពិភពលោកស្ដាប់នេះជាការបកប្រែភាសាអំពីព័ត៌មានថៃណាដែលវាបានប្រើផែនការចក្រពងភូមិណានិងផែនការចក្រពងយុទ្ធបណ្ឌិតដោយវាបានប្រកាសថាវាវាយយកដីរបស់វាវិញដីខ្មែរត្រូវថៃត្រូវសៀមរំលោភយកតាំងពីចំនួនព្រះអង្គអេងព្រះអង្គឌួងមានខេត្តជាច្រើនណារួមទាំងបុរីរាមនគររាជសុរិន្ទលក្ខនិងលក្ខសរុបរហូតមកដល់បច្ចុប្បន្ន31ខេត្តដែលត្រូវថៃរំលោភឈ្លានពានឥឡូវនេះទឹកដីយើងសល់ប៉ុណ្ណឹងនៅពេលដែលយើងមានសុខសន្តិភាពនៅពេលដែលរាជរដ្ឋាភិបាលខ្មែររៀបចំការវិវត្តឲ្យយើងសុំតែសេចក្តីសុខតែថៃវាមិនឲ្យយើងបានសុខទេអញ្ចឹងខ្មែរទាំងអស់ស្ដាប់ថាតើថៃមានបំណងអ្វីណាជាពិសេសខ្មែរដែលកំពុងតែមានគំនិតអាក្រក់ដែលខ្មែរខ្លះមនុស្សខ្លះអត់មានគូទេដូចជាខ្មោចចឹងបងប្អូនស្ដាប់ណាស្ដាប់ឲ្យច្បាស់ការបកប្រែនេះពីកាសែតថៃដែលមានសម្លេងដូចតទៅថ្ងៃទី 8 ខែធ្នូឆ្នាំ2025ផែនការចក្រភពភូវនាថនិងផែនការយុទ្ធបឌិនកងកម្លាំងបង្កើនទ័ពនៅខេត្តស្រះកែវវាយដណ្ដើមយកទឹកដីមកវិញដល់កងទ័ពទាំង3អង្គភាពវាយដណ្ដើមយកទឹកដីមកវិញនេះទីហ៊ានថៃនឹងសម្បុកយ៉ាងខ្លាំងឲ្យខ្លោចខ្លាចសំតាមបំណងរបស់ប្រជាពលរដ្ឋថៃដែលមានការធុញថប់មកជាយូរហើយថ្ងៃទី 8 ខែធ្នូឆ្នាំ2025ផែនការចក្រភពភូវនាថនិងផែនការយុទ្ធបឌិនកងកម្លាំងបូព៌ាបង្កើនទ័ពនៅខេត្តស្រះកែវវាយដណ្ដើមយកទឹកដីមកវិញផ្ដល់កម្លាំងចិត្តដល់កងទ័ពទាំង3អង្គភាពសូមតាមដានលើកនេះទីហ៊ានថៃនឹងសម្បុកយ៉ាងខ្លាំងឲ្យខ្លោចខ្លាចសំតាមបំណងរបស់ប្រជាពលរដ្ឋថៃដែលមានការធុញថប់មកជាយូរហើយទូសំណទៀតបាទសូមស្ដាប់ម្ដងទៀតផែនការចក្រពងភូមិណានិងផែនការចក្រពងយុទ្ធបណ្ឌិតដែលវានឹងវាយឲ្យខ្មែរខ្លោចខ្លាចដណ្ដើមយកទឹកដីម៉ែឪវាឯងសៀមយកទឹកដីខ្មែរតាំងពីសតវត្សទី16ឥឡូវខ្មែរសុំតែរស់ប៉ុណ្ណឹងណាខ្មែរជាប្រទេសតូចវាមិនដែលអ្នកណាទៅរកធ្វើសង្គ្រាមជាមួយប្រទេសថៃទេប៉ុន្តែបើមានសង្គ្រាមនេះកើតឡើងខ្ញុំយល់ឃើញថាត្រូវតែមានយុទ្ធសាស្ត្រច្រើនណាស់ដែលខ្ញុំតែងតែនិយាយថាផែនការភូមិហៃគុកមិនមែនជាគ្រាន់តែជាក្បួនហៃគុកទេបាទគឺជាក្បួនចម្បាំងដែលប្រទេសភូមិម៉ាយ៉ាន់ម៉ាបានប្រើប្រាស់នៅសតវត្សទី16និងសតវត្សទី19ដើម្បីវាយបំបែកទីក្រុងសកលតីនិងអយុធយារបស់សៀមណាអញ្ចឹងយុទ្ធសាស្ត្រឬផែនការភូមិហៃគុកគឺជាក្បួនចម្បាំងមួយដែលខ្ញុំបានធ្លាប់ឮអ៊ំម្នាក់
ការខ្ញុំនៅចរុំសុកសានណាឥឡូវគាត់ស្លាប់អង្គសិទ្ធគាត់និយាយណាពីបាលីពីក្បួនភូមិហៃគុកដែលមានថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃប្រហោះថ្ងៃសុក្រសៅរ៍ហើយគាត់បានប្រាប់ខ្ញុំថាឧត្តមសេនីយ៍ព្រំវិតដែលជាមេបញ្ជាការនៅចរុំសុកសានកាលនោះបានប្រើក្បួនភូមិហៃគុកអញ្ចឹងក្បួននេះបងប្អូនខ្មែរយើងគ្រាន់តែឮទេបាទតែខ្ញុំក៏អត់ដឹងច្បាស់ដែរបងប្អូនគ្រាន់តែគាត់ប្រាប់ថាក្បួនភូមិហៃគុកមានបាលីណាមិនមែនជាចៅទេតាមពិតគេថាចៅហៃគុកឬភូមិហៃគុកនៅពេលដែលកងទ័ពភូមិត្រូវចាប់បានដោយកងទ័ពសៀមនៅក្នុងសតវត្សទី16កងទ័ពភូមិណាអ្នកវេទមន្តមេទ័ពភូមិដែលត្រូវសៀមចាប់បាននាំគ្នាប្រើវេទមន្តមន្តអាគមភូមិហៃគុកដែលយើងត្រូវការស្រាវជ្រាវតើអ្វីគូវាយបកយ៉ាងសាហាវទៅលើក្រុងអយុធយានិងក្រុងសខោតីសតវត្សទី16និងសតវត្សទី19ខ្ទេចរហូតដល់ជនជាតិថៃសៀមនេះវាខ្លាចភូមិរហូតដល់សប្តាហ៍ឥឡូវប្រទេសវាកំពុងតែលិចលង់អន្តរាយដោយសារទឹកជំនន់ព្យុះហើយកំពុងតែចូលដៃក្នុងការជួយកងទ័ពតស៊ូដែលប្រឆាំងនឹងរដ្ឋាភិបាលប្រទេសម៉ាយ៉ាន់ម៉ាអញ្ចឹងហើយបានជាប្រទេសម៉ាយ៉ាន់ម៉ាទម្លាក់គ្រាប់បែកផ្លោងទៅលើទល់ដែនភូមិថៃហ្នឹងយ៉ាងកកឹកកកៃឥឡូវនេះថៃបែរមុខឆ្ពោះមករកកម្ពុជាពេលដែលយើងប្រកាសជាសត្រូវសួរពូជជាមួយថៃពេលនោះហើយដែលយុទ្ធសាស្ត្រភូមិហៃគុកនឹងត្រូវរៀបចំយើងត្រូវសហការគ្នាជាមួយប្រទេសភូមិដើម្បីវាយថៃណាបើថៃនៅតែឆ្លៀនពៀនប៉ុន្តែថៃភ្លេចគិតថាមានប្រជាជនខ្មែររាប់ម៉ឺនរាប់សែននាក់រស់នៅប្រទេសទី3ជាពិសេសប្រទេសអាមេរិកដែលយើងត្រូវការ take action យើងត្រូវការធ្វើសេចក្តីរាយការណ៍ទៅប្រធានសម្ដីអាមេរិកក្នុងនាមយើងដែលជាជនជាតិអាមេរិកខាងកំណើតខ្មែរណាអញ្ចឹងឥឡូវនេះអ្វីដែលថៃវាហ៊ានធ្វើពីព្រោះមានខ្មែរមួយក្រុមដែលមានគំនិតប្រឆាំងនឹងខ្មែរគ្នាឯងនៅក្នុងកលៈទេសៈនេះបងប្អូនស្ដាប់ទេឮទេផែនការចក្រពង្គភូមិណាយុទ្ធបណ្ឌិតណាវាយខ្មែរឲ្យខ្លោចខ្លាចបងប្អូនឃើញទេដើម្បីបំរើគំនិតប្រជាជនឃើញទេវាយកលេសប្រជាជនវាជាធំហើយវាឈ្លានពានខ្មែរហើយវាភ្លេចគិតថាខ្មែរសពថ្ងៃមាននៅអាមេរិកមាននៅបារាំងអូស្ត្រាលីកាណាដាលាក់នឹងលាក់វាភ្លេចគិតកន្លែងហ្នឹងអញ្ចឹងណាដោយសារខ្ញុំមានការឈឺចាប់បងប្អូនខ្ញុំដឹងយូរហើយខ្ញុំនិយាយយូរហើយប៉ុន្តែអ្នកខ្លះអត់ចាប់អារម្មណ៍ទេជាពិសេសក្បួនភូមិហៃគុកមិនមែនចៅហៃគុកទេណាភូមិហៃគុកដែលមេតបខ្មែរភូមិក្តីភូមិក្តីបានប្រើប្រាស់ក្នុងការធ្វើចម្បាំងយើងត្រូវដើរម៉ោងប្រមាណដើរថ្ងៃណាណាខ្នើតឬរោចដែលជាក្បួនមួយភូមិបានច្បាំងឈ្នះពួកសៀមសតវត្សទី16និង19វាយបំបែកទីក្រុងសកលតីនិងទីក្រុងអយុធយាខ្ទេចកាត់កលទាហានសៀមសម្រាប់ទាហានសៀមយ៉ាងរង្គាលធ្វើឲ្យសៀមខ្លោចខ្លាចរហូតដល់សប្តាហ៍នេះអញ្ចឹងបងប្អូនស្ដាប់មើលសូមស្ដាប់ម្ដងទៀតណាផែនការចក្រពង្គភូមិណាផែនការចក្រពង្គយុទ្ធបណ្ឌិតវាយឲ្យខ្មែរខ្លោចខ្លាចដណ្ដើមយកទឹកដីអញ្ចឹងបើខ្មែរឥឡូវនេះខ្លាំងណាវាយយកទឹកដីខ្មែរដែលបាត់បង់ពីសតវត្សទី16 17 18ដោយអ៊ីស្រាអែលតើថៃគិតយ៉ាងម៉េចណាវាថាខ្មែរយើងឈ្លានពានវាថាខ្មែរយើងយកដីវាដែល10 20ឆ្នាំប្រជាជនខ្មែររស់ដោយសុខសន្តិភាពរួចហើយតើថៃនឹងប្រើប្រាស់យន្តហោះ F-16
របស់អាមេរិកទម្លាក់គ្រាប់បែកទៀតទេវាប្រើទៀតបងប្អូនវាប្រើរថក្រោះពីព្រោះមួយខាងពួកអាថៃមួយខាងនោះជាមួយរដ្ឋាភិបាលថៃវាធ្វើជាមានការដកកងទ័ពជាផ្សេងអាវុធធុនធ្ងន់ប៉ុន្តែក្រោយពេលដែលវាដឹងពីការដកទ័ពថយនៃកងទ័ពខ្មែរយើងតាមសន្ធិសញ្ញាសន្តិភាពណាដកអាវុធធុនធ្ងន់យុទ្ធភ័ណ្ឌទាំងឡាយមកណាក៏ប៉ុន្តែថៃវាគិតថាបែបខ្មែរភ្លើអត់ដឹងអីទេណាអញ្ចឹងនៅក្នុងគំនិតវាតែងតែចង់បានទឹកដីខ្មែរនៅតាមទូតដែនជាពិសេសប្រាសាទតាកបីប្រាសាទតាមាន់ជាដើមដោយវារំពឹងថាមានខ្មែរណាអត់ខួរមួយក្រុមដែលបង្កើតជាឧបសគ្គដើម្បីជួយគាំទ្រថៃអញ្ចឹងឥឡូវនេះវាចាប់ផ្ដើមវាយទៀតហើយបងប្អូនខ្ញុំនឹងចាក់ផ្សាយព័ត៌មានរបស់លោកប្អូនផៃវណ្ណៈហើយចាក់ផ្សាយសម្លេងមួយទៀតចុងបញ្ចប់នេះគ្រាន់តែជាព័ត៌មានបាក់ធំទេតែខ្ញុំគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលខ្មែរដែលសម្ដេចតេជោជាប្រធានព្រឹទ្ធសភាខ្មែរបានចូលរួមជាមួយនាយករដ្ឋមន្ត្រីខ្មែរសម្ដេចធិបតីហ៊ុនម៉ាណែតដើម្បីគ្រប់គ្រងសភាពការក្នុងការធ្វើសង្គ្រាមទប់ដោយសារមានបន្ទាត់ក្រហមយើងមានបន្ទាត់ក្រហមរបស់យើងរបស់កងទ័ពយើងដើម្បីទប់ទល់ជាមួយនឹងកងទ័ពថៃដែលមានកំណត់ឈ្លានពានដែលវាកំពុងតែប្រើកលល្បិចណាហេតុអីបានបងប្អូនមើលសង្គ្រាមនៅប្រទេសផ្សេងណាមាននៅអារ៉ាប់មាននៅអាហ្គានីស្ថានមាននៅប្រទេសមជ្ឈិមបូព៌ាទាំងឡាយបាទជាពិសេសនៅប៉ាឡេស្ទីននៅលីបង់ហេតុអីបានជាមានទូរទស្សន៍អន្តរជាតិ CNN ទៅណាហើយខ្មែរយើងមានកងទ័ពអង្គការសហប្រជាជាតិចូលរួមនៅតាមប្រទេសច្រើនណាស់យើងត្រូវការទូរទស្សន៍ CNN ណាទូរទស្សន៍អន្តរជាតិចុះមកដើម្បីយកការពិតហេតុអ្វីបានជាមិនឃើញ CNN ABC ចុះជាផ្លូវការអ្នកឯងចាំដល់ប្រជាជនខ្មែរស្លាប់ហើយបានឯងចុះមកប្រជាជនខ្មែរជីវិតប្រជាជនខ្មែរអត់មានតម្លៃទេណាសង្គ្រាមនៅអ៊ីស្រាអែលសង្គ្រាមនៅអាហ្គានីស្ថានសង្គ្រាមនៅអ៊ីរ៉ាក់អ៊ីរ៉ង់មាន CNN មានទូរទស្សន៍អន្តរជាតិជាច្រើនចុះមកអញ្ចឹងអ្នកឯង CNN ត្រូវចុះមកដើម្បីដឹងថាការពិតវាយ៉ាងម៉េចដើម្បីកុំឲ្យថៃវាថាកម្ពុជាបង្កើតសង្គ្រាមចេះបង្កើតសង្គ្រាមចុះមុនវាមិនដែរប្រទេសតូចតាចសុំតែសេចក្តីសុខសន្តិភាពទៅធ្វើសង្គ្រាមឈ្លានពានទឹកដីថៃ not make sense វាមិនត្រូវអញ្ចឹងសូមទូរទស្សន៍ CNN ABC ទូរទស្សន៍ផ្សេងទៀតមេត្តាចុះមកជាបន្តដើម្បីស្វែងយល់រកការពិតថាតើជាតិសាសន៍ណាដែលធ្វើសង្គ្រាមមុនតើជាតិសាសន៍ណាដែលព្រៃផ្សៃដែលមិនគោរពកិច្ចព្រមព្រៀងអញ្ចឹងស្ថានទូតអាមេរិកគួរតែធ្វើរាយការណ៍សេចក្តីរាយការណ៍ទៅប្រធានាធិបតីត្រាំគួរតែសេចក្តីធ្វើរាយការណ៍ហើយប្រទេសអាស៊ានទាំងឡាយមានវៀតណាមឡាវហ្វីលីពីនម៉ាឡេស៊ីឥណ្ឌូនេស៊ីឡាក់និងឡាក់គួរតែចាប់អារម្មណ៍ចំពោះចំនួនរវាងខ្មែរថៃធ្វើសេចក្តីថ្លែងការណ៍ឲ្យច្បាស់លាស់ហេតុអីបានជារហូតមកដល់ពេលនេះមិនទាន់ឃើញវៀតណាមដែលជាមិត្តម៉ឺនឆ្នាំឡាវរបស់កម្ពុជាថ្លែងការណ៍រឿងសង្គ្រាមនេះឥណ្ឌូនេស៊ីហ្វីលីពីនគួរតែធ្វើសេចក្តីថ្លែងការណ៍ពីកំហុសឆ្គងពីអន្តរាគមន៍ដែលថៃកំពុងតែធ្វើមកលើកម្ពុជាជាពិសេសអង្គការសហប្រជាជាតិដែលរាជរដ្ឋាភិបាលខ្មែរបានចំណាយជីវិតកងទ័ពខ្មែរច្រើនណាស់ទៅឲ្យអង្គការសហជាតិនៃកងរក្សាសន្តិភាពនៅអាហ្វ្រិកនៅអារ៉ាប់តើជីវិតខ្មែរអត់មានតម្លៃទេហ៎បានជាទូរទស្សន៍អន្តរជាតិមាន CNN អាចារ្យាណា
ទូ ABC មិនចោះមករកការពិតផងដើម្បីកុំឲ្យកងទ័ពថៃរាជរដ្ឋាភិបាលថៃចេះតែនិយាយនេះនិយាយនោះទូមីនអស់ពីថៃចិនអញ្ចឹងខ្ញុំសូមចាក់ផ្សាយនៅព័ត៌មានជាបឋមរបស់លោកប្អូនថៃវណ្ណៈប៉ុន្តែខ្ញុំសូមចាក់ហើយចាក់ទៀតនៅការបកប្រែភាសាថៃភាសាព័ត៌មានថៃនេះសំឡេងហ្នឹងគឺសំឡេងលោកវិរៈស្នេហ៍ឯកម្នាក់ដែលគាត់បកប្រែពីកាសែតថៃអំពីផែនការចក្រពង្គភូមិណាចក្រពង្គយុទ្ធបណ្ឌិតដើម្បីឈ្លានពានកម្ពុជាហើយវាថាវាធ្វើទៅតាមបំណងប្រជាជនថៃអញ្ចឹងបើប្រជាជនខ្មែរណាមួយក្រុមសូមឲ្យមានការដណ្ដើមយកទឹកដីដែលបាត់បង់ហើយសូមឲ្យទម្លាក់គ្រាប់បែកនៅរាជវាំងថៃតើរដ្ឋាភិបាលខ្មែរធ្វើទេនេះឥឡូវបងប្អូនស្ដាប់ម្ដងទៀតបើមានខ្មែរមួយក្រុមសំណុំពរឲ្យរដ្ឋាភិបាលខ្មែរទម្លាក់គ្រាប់បែកបាញ់ផ្លោងទៅលើរាជវាំងរបស់ស្ដេចថៃតើប្រជាជនថៃគិតយ៉ាងម៉េចឥឡូវសូមបងប្អូនស្ដាប់ម្ដងទៀតគេស្ដាប់ប្រជាជនថៃពួកវាអត់គោរពច្បាប់ទេវាឈ្លានពានខ្មែរហើយវាថាវាធ្វើទៅតាមគំនិតរបស់ប្រជាជនថៃបងប្អូនស្ដាប់ម្ដងទៀតបាទនេះថ្ងៃទី8ខែធ្នូឆ្នាំ2025ផែនការចក្រភង្គភូវនាថចក្រភង្គភូមិណាថផែនការយុទ្ធបណ្ឌិតកងកម្លាំងបូព៌ាបង្កើនទ័ពបូព៌ាបាទស្រះកែវដណ្ដើមយកទឹកដីមកវិញផ្ដល់កម្លាំងចិត្តដល់កងទ័ពទាំង3អង្គភាពសូមតាមដានលើកនេះទាហានថៃនឹងសម្រុកយ៉ាងខ្លាំងឲ្យខ្លោបខ្លាចសំតាមបំណងរបស់ប្រជាពលរដ្ឋថៃដែលមានការធុញថប់មកជាយូរហើយណាសំតាមបំណងប្រជាជនថៃដែលធុញថប់ជាយូរមកហើយសម្រុកវាយឲ្យបកឲ្យខ្លោបខ្លាចនេះគឺការផ្សាយព័ត៌មានរបស់កាសែតថៃដែលលោកវិរៈស្នេហ៍ឯកម្នាក់បកឲ្យខ្ញុំមិនប្រហែលដងបងប្អូនស្ដាប់ជាពិសេសពួកអ្នកដែលតាំងខ្លួនប្រឆាំងណាផែនការចក្រពង្គភូមិណានិងយុទ្ធបណ្ឌិតជាផែនការឈ្លានពានកម្ពុជាដែលខ្មែរទាំងអស់ទូទាំងពិភពលោកត្រូវសាមគ្គីគ្នាពេលនេះណាត្រូវតែស្គាល់ទោសថៃជាពិសេសសហរដ្ឋអាមេរិកប្រធានាធិបតីត្រាំត្រូវធ្វើសកម្មភាពយ៉ាងណាពីរឿងសង្គ្រាមដែលផ្ទុះនៅថ្ងៃ8ធ្នូនេះបាទឥឡូវខ្ញុំសូមចាក់ផ្សាយព័ត៌មានជាបឋមបាទដែលលោកប្អូនផៃវណ្ណៈបានផ្សាយកាលពីល្ងាចមិញបាននៅស្រុកខ្មែរយើងឥឡូវម៉ោង 7:07 យប់ហើយកាលពីថ្ងៃទី8ធ្នូម៉ោង 4 រសៀលបាទខ្ញុំនឹងចាក់ផ្សាយហើយខ្ញុំនឹងចាក់ការផ្សាយរាយការណ៍មួយទៀតពីលោកក្មួយម្នាក់ពីសភាពការពិតខ្ញុំចង់ចាក់ផ្សាយដំណឹងរបស់ផៃវណ្ណៈញឺសិនហើយខ្ញុំនឹងចាក់សំឡេងមួយទៀតដែលផ្ញើមកខ្ញុំនេះហើយខ្ញុំបញ្ចប់ហើយបងប្អូនព្រោះយើងកំពុងតែតាមដានមើលតើការថ្លែងការណ៍របស់រាជរដ្ឋាភិបាលយ៉ាងម៉េចការថ្លែងការណ៍របស់តំណាងរាជរដ្ឋាភិបាលយ៉ាងម៉េចការថ្លែងការណ៍របស់ក្រសួងការពារជាតិយ៉ាងម៉េចយើងចាំស្ដាប់ពីរឿងសង្គ្រាមនេះអញ្ចឹងហើយពេលដែលខ្ញុំទទួលព័ត៌មានការពីយប់មិញយប់ថ្ងៃអាទិត្យខ្ញុំអត់ទាន់អត្ថាធិប្បាយទេខ្ញុំគ្រាន់តែចាក់ផ្សាយបន្តិចពីភាពជួលច្បល់រត់ភ័យព្រួយរបស់ក្មេងៗក្មួយចៅណាដែលជាសិស្សសាលានៅខេត្តឧត្តរមានជ័យបានរត់ឥឡូវនេះយប់ថ្ងៃច័ន្ទហើយនៅកម្ពុជានៅស្រុកខ្មែរទើបតែចូលនៅស្រុកអាមេរិកទើបតែចូលព្រឹកថ្ងៃ8ធ្នូឯងបងប្អូនអញ្ចឹងឥឡូវខ្ញុំសូមចាក់ផ្សាយបន្តិចបាទពីព័ត៌មានជាបឋមតែខ្ញុំក៏កំពុងរងចាំមើលសេចក្តីថ្លែងការណ៍ប្រតិកម្មពីរាជរដ្ឋាភិបាលពីកងទ័ពខ្មែរដែរជៀសវាងការផ្សាយខុសដែលនាំឲ្យប្រជាជនខ្មែរនិងអន្តរជាតិយល់ច្រឡំបាទសូមសម្ដាប់ដូចតទៅហើយខ្ញុំនឹងចាក់សម្លេងលោក
ក្មួយម្នាក់ស្ដីពីសភាពការពិតតើយើងមានបាញ់តើថៃវាបានឆ្លងផុតពីបន្ទាត់ក្រហមដែលកងទ័ពខ្មែរដែលថ្នាក់ដឹកនាំខ្មែរបានចាត់រួចហើយយើងយ៉ាងម៉េចវាប្រើយន្តហោះកុំភ្លេចបងប្អូនណាកភ្លើងផ្លោងអា155មីលីម៉ែត្រនឹងខ្លាំងណាស់បងប្អូនគ្រាន់តែក្នុងវាណាបើប៉ិនគល់ថ្នោតដែលឆ្នាំ1950ដែលកាលពីឆ្នាំ1974 73 74ហ្នឹងមុននឹងកងទ័ពសាររដ្ឋខ្មែរយើងបារាជ័យនៅថ្ងៃ17 មេសា 75អាមេរិកកាំងបានបញ្ជូនកភ្លើងធុនធ្ងន់បាទអាកភ្លើងផ្លោងហ្នឹង155មីលីម៉ែត្រក្នុងវាធំបងប្អូនណាអា122មីលីម៉ែត្រច្រើនតែបាញ់ចូលតាមរ៉ុកែតចូលពេញតែកភ្លើងធំដែលសាហាវបំផុតកាលនោះគឺ155មីលីម៉ែត្រណាដែលវាមានទំហំប៉ុនកុលថ្នោតខ្លាំងណាស់ឥឡូវថៃបានប្រើគ្រាប់បែកគ្រាប់រត់ក្រោះបាទយន្តហោះ F-16 កំទេចអាគារមួយនៅឯទួលដែនខ្មែរជាមួយខេត្តច័ន្ទបុរីមិនដឹងទេបងប្អូនវាកំទេចចោលហើយវាប្រើអា F-16 បាទឥឡូវនេះខ្មែរមិនទាន់វាយបកវិញទេណាបើវាយបកមិនទាន់មានទ្រង់ទ្រាយធំទេពួក S21 យើងក៏កំពុងតែត្រៀមដែរអញ្ចឹងយើងចាំមើលណាពីព្រោះកិច្ចការសង្គ្រាមយើងត្រូវការអ្នកសង្គ្រាមក្រសួងការពារជាតិអ្នកយុទ្ធសាស្ត្រដូចជាសម្ដេចតេជោហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាកម្ពុជាដែលមានការពិសោធន៍ក្នុងសង្គ្រាមយ៉ាងឆ្អិនអញ្ចឹងយើងចាំមើលតើកងទ័ពខ្មែរយើងធ្វើយ៉ាងម៉េចរាជរដ្ឋាភិបាលដោះស្រាយយ៉ាងម៉េចក្រសួងការបរទេសខ្មែរយើងប្តឹងយ៉ាងម៉េចយើងចាំមើលឥឡូវនេះខ្ញុំសូមចាក់ផ្សាយអំពីព័ត៌មានរបស់លោកប្អូនផៃមណៈសិនបាទជាបឋមPowerball and Mega Millions will try to put me in jail for saying this. ទូយ៉ាប់មែនមកដល់វាយើងទៅស្គីបចេញមកនេះមកចិត្តដល់សម្រោងបាទខេត្តអត់មានជ័យហើយតាមដងផ្លូវនេះគឺពលរដ្ឋយើងបាទច្រើនណាស់បានធ្វើដំណើរចាក់ចេញពីលំនៅឋានដែលគៀកនឹងព្រំដែនទីកន្លែងដែលទាហានថៃបាញ់ប្លង់តាំងពីព្រឹករហូតដល់ពេលនេះអត់ឈប់ចូលទេបាទអញ្ចឹងនេះជាដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវដើម្បីគាត់ធ្វើដំណើរទៅកាន់ទីកន្លែងសុវត្ថិភាពបន្ទាប់ពីមានការបាញ់ប្លង់ផងដោយកំភ្លើងធំណាតម្លាក់យន្តហោះយន្តហោះ S16 តម្លាក់គ្រាប់បែកផងហើយផ្ទៃទីផ្ទះប្រជាពលរដ្ឋយើងច្រើនណាស់បាទហើយមកដល់ម៉ោងនេះត្រូវរបួសក៏ច្រើនដែរមានរបួសមានស្លាប់ដោយជនស៊ីវិលបាទនេះគឺជាអំពើប្រៃផ្សៃរបស់ថៃឥឡូវនេះគេពង្រីកភូមិសាស្ត្រទំនាស់ពីខេត្តឧត្តរមានជ័យក៏ដូចជាខេត្តព្រះវិហារមកដល់ខេត្តបន្ទាយមានជ័យគឺនៅភូមិព្រៃច័ន្ទជោគជ័យនិងបឹងតគួនបាទនៅបឹងតគួនហើយឥឡូវនេះគឺសភាពការមិនទាន់ស្រាកស្រាននៅឡើយទេហើយយើងកំពុងតាមដានបន្តអ្វីដែលត្រូវយកចិត្តទុកដាក់ចំពោះមុខគឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះដល់ប្រជាពលរដ្ឋដើម្បីនាំពួកគាត់ទៅកាន់ទីកន្លែងសុវត្ថិភាពក៏ដូចជារកស្បៀងដើម្បីគ្រប់គ្រងជូនទៅពួកគាត់ពីព្រោះការចាក់ចេញពីពួកគាត់នេះគឺมันបានមាន
mình bàn miền là đây xây chọn luôn đi từ con nóm này tranh màu chẳng là tám cô dân chẳng là đồng thế tám cô dân và để sát chân kia sắp như này chạm tranh màu càng mênh càng chặt càng pro càng say càng chân bị ca và giá nè cả tranh màu chia hô hai và nên khi anh tôi đầm nào chụp tao to mình chơi háo và to mình chơi háo và thấy cứ bộ kê liên biên dương kê bánh bà hà một lơ và tây dương háo kê bằng cá bò mình khai khai nhé kê bằng cá bò mình khai khai tháng Campuchia dương chỉ nè bánh từ lừa kê tại thiệt vật chất đánh học tế Campuchia cứ rẽ xa tiếp học một từ lúc bọc chụp bánh từ lúc cách prom prieng nè sẵn được hiệp từ lúc chụp âm đặc chiết và Campuchia mình chẳng thua sẵn kriêm thì vì của Campuchia cho lòng cắt sẵn kriêm rộp tu sử bọt hai dù chụp bắt âm tí tục lầm bạ nên sắp về cam này sẵn kriêm và chẳng hay bán là đặt ngon chỉ vì xe sẵn đạch để cho đôi chân sẵn đạch tập ở đây cứ bán khắc không rút bạch giang đã bay bình chiếc nơi sẵn kriêm đi và bàn tay bình chiếc mình bán nè từ thang thấy cái nơi đây còn có và này chuẩn bị sẵn như làm lời và chỉ nói là bọn con màu và to hồ hai được cái thân và còn màu thì cái lấy và tập tiếp trong cái đêm chăm giờ cho tụi bạn về nhà thô vẽ con đóng ngọc và nhà thô vẽ con đóng ngọc là ngày chân còn nạn bên đâyคือสเปียกาเป็นยังไงแต่ได้ยังเวียมันตอนทุกสาเดนั่งไงให้การอัดมดระบบกัมพูชีโดยสำนักเจนซาหายคือมีนได้กำหนดยังมีประตูกระหอมบ่ยืนจังยืนเหมือนแม่เอาไทยเธอไอเสียจะมีจัดเดvàไอมาดอมองนี่คือยืนหาดังเมียนกาชลอยต่อพลักในตามโกได้นะได้ที่บ่มเปลี่ยนโอหายเล็กvàเมียนกาชลอยต่อพลักAre you using Viagra or Cialis? We're thinking about improving your performance in the bedroom. With Motivated.com, you get FDA-approved generic Viagra. BM21 កំពុងសើយ៉ាងខ្លាំងទៅសមរភូមិអានសេចាំមើលស្លាប់នឹងរបួសប៉ុន្មាន12ម៉ោងហើយដែលយើងអត់ធ្មត់បំផុតបន្ទាត់ក្រហមបានហួសហើយបងធំ BM21 រស់នៅជាមួយខ្មែរជាង40ឆ្នាំបានចូលប្រឡូកវាយនៅក្នុងសង្គ្រាមសៀមឈ្លានពានខ្មែរជាលើកទី2ហើយចំណែកបងធំផ្សេងគឺស្ថិតនៅក្នុងទំហំនៃសង្គ្រាមស្មារតីកងទ័ពយើងនៅក្នុងពេលនេះដូចជារាជសីឃ្លានចំណៃដោយដំរីដើរជន់ស្រមោចដូចជាមានទ័ពខ្មោចអ្នកតាឃ្លាំងមឿងមកជួយជំនួយបងត្រកួនព្រៃច័ន្ទនិងជោគជ័យទាហានឈ្លានពានថៃកំពុងបុកខ្លាំងប៉ុន្តែកងកម្លាំងខ្មែរយើងប្រើសិទ្ធិការពារខ្លួនហើយក្តៅកក BM21 របស់ខ្មែរចាប់ផ្ដើមចេញរយល្ងហើយដើម្បីប្រមានទាហានសៀមឲ្យដឹងដៃវិញម្ដងបន្ទាប់ពីមានព័ត៌មានបឋមពីខេត្តឧត្តរមានជ័យនិងបាទនេះបងប្អូនមើលទស្សនវិជ្ជាដែលទាហានថៃវាដើរកលល្បិចដើម្បីឲ្យមានការដកអាវុធធនធ្ងន់យើងបានធ្វើហើយប៉ុន្តែយើងមិនមែនភ្លើទេសិទ្ធិយុទ្ធសាស្ត្រសង្គ្រាមណៃមានកំណត់ខូចយើងក៏មានកំណត់ទប់ជាមួយពួកខូចដែរណាបាទបងប្អូនឃើញស្រាប់ហើយការផ្សាយមិញហ្នឹងបាទជាបឋមបាទនេះរាជានពួកឯងនឹងត្រូវបណ្ដាសាបុព្វបុរសខ្មែរគណៈអគ្គសេនាធិការកងទ័ពភូមិន្ទថៃឆៃយ៉ាភុងដួងប្រផាត់បានបោះសម្ដីថាគោលដៅរបស់កងទ័ពភូមិន្ទថៃគឺបើកការឈ្លានពានវាយប្រហារនិងបំផ្លាញប្រទេសកម្ពុជាពលគឺកងទ័ពថៃនឹងបិទសមត្ថភាពយោធាកម្ពុជាឲ្យធ្លាក់ដល់បាតជាអចិន្ត្រៃយ៍បាទបើវាធ្វើបែបនេះបើមានសង្គ្រាមរវាងភូមិថៃយើងជួយភូមិបងប្អូនគំតិចថៃឲ្យវាដឹងព្រោះឥឡូវនេះបើយើងទប់បានពួកវាកំពុងតែធ្លាក់នៅក្នុងសេដ្ឋកិច្ចអន់បំផុតចុះទាបអន្តរាយជាទីបំផុត
ជាពិសេសនៅពេលដែលប្រទេសថៃកំពុងរងគ្រោះដោយទឹកជំនន់បាទនេះឥឡូវនេះតើបដកម្មខាង UN ខាងអាស៊ានមិនដែរបាទចាំយើងចាំមើលសិនបាទនេះតែជាមួយលោកដូណាល់ត្រាំឬលោកអាន់វ៉ាដែរទន្ទឹមគ្នានេះមានព័ត៌មានថៃបានចុះផ្សាយថានាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវរៈកុលរដ្ឋមន្ត្រីក្រសួងការពារជាតិថៃអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃមេបញ្ជាការកងទ័ពជើងគោកថៃមេបញ្ជាការកងទ័ពជើងទឹកថៃនិងមេបញ្ជាការកងទ័ពជើងអាកាសថៃបានប្រកាសព្រមគ្នានៅក្នុងថ្ងៃនេះថាពួកវានឹងកំណត់យកថ្ងៃច័ន្ទទី8ខែធ្នូឆ្នាំ2025នេះជាផ្លូវការគឺជាថ្ងៃយោធាថៃបើការវាយប្រហារនិងឈ្លានពានមកលើប្រទេសកម្ពុជាដោយខុសច្បាប់បាទឃើញទេយើងមានកិច្ចព្រមព្រៀងបងប្អូនអញ្ចឹងគ្មានអ្វីក្រៅពីយើងវាយទប់វិញទេបងប្អូនក្បួនភូមិហៃគុកយើងចាំមើលតើយ៉ាងម៉េចបាទសង្គ្រាមនឹងរៀលដាលធំយើងទប់បានយើងវាយបកទៅវិញតាមក្បួនភូមិហៃគុកចាំមើលតើយ៉ាងម៉េចបាទខ្ញុំនឹងដោយសារឥឡូវនេះព្រឹកថ្ងៃច័ន្ទខ្ញុំត្រូវការតាមដានតទៅទៀតបងប្អូននេះសូមបងប្អូនស្ដាប់សំឡេងមួយដែលផ្ញើមកខ្ញុំបាទនេះសំឡេងពីសមរភូមិបាទនេះសូមស្ដាប់ដូចតទៅហើយមានសួរពូនៅច្រកអានសេះវាយបុកយើងខ្លាំងហើយច្រកអានសេះវាឥឡូវត្រូវដាក់ចូលទៅ5ឡានទាំងវិច័យហើយស្ងាត់ចោលលុយសេះឥឡូវនឹងតែងាប់ប្រហែលរបួសប្រហែល100នាក់នេះទៅតាមពលមានទីកម្លាំងជួរមុខបាច់មកខ្ញុំគឺវាឥឡូវវាមិនប្រើស្មើជើងឡើងទេស្មើជើងវានៅកុំក្រោមនោះវាប្រើរថក្រោះបុកឡើងស្មើជើងតាមក្រោយរថក្រោះមានណាចេះទាំងរថក្រោះមនុស្សចាំមើលពូមើលលទ្ធផលងាយហ្នឹងស្ងាត់ដែរព្រោះវាគូថ្នាក់មិញហ្នឹងនិយាយដាច់គាត់វាយបកវិញដែរទៅក៏មួយចំនួនវាយហ្នឹងណាពូឃើញដូចក្មួយនិយាយកាប់ពីមុនវាកាន់កាប់នៅមួយយើងមានតាកបីមានប្រាសាទតំនតូចតំនធំនេះមុំ3ដល់ពេលឥឡូវវាមានកាន់កាប់ដែរហើយវាប្រកាសសិទ្ធិវាកាន់កាប់ហើយជាពិសេសពួកអាខ្មែរយើងប្រឆាំងក្រុមអាសំនឹងស៊ីអាសៀមនឹងស៊ីនៅក្របបរទេសអាមូនอะไรដាក់វិមាត់ហ្នឹងហ្នឹងភ្នំទ្របហ្នឹងមានវាកាន់ណាព្រោះតែចំក្រោយវានាំវាបុកមកជើងភ្នំទ្របហ្នឹងមកបុកមកចាក់ច្រែងមកវាលទីវាបុកប្រាសាទតំនតូចតំនធំបុកមកប្រាសាទតាកបីវាមកគោដាក់វាកំតិចប្រាសាទតាកបីចោលទៀតតែប្រាសាទខ្នាពីមុននៅកាលមុននៅវាដែរតែឥឡូវយើងកាន់កាប់ដែរចឹងថាយ៉ាប់មកខ្មែរយើងនៅក្រៅទៀតឥឡូវចេញមកទៀតពួកអាក្រមរាំងស៊ីចេញមកទៀតចេញមកពលមានចាប់បានបង្អាប់ខ្មែរកាន់ជើងសៀមទៀតឥឡូវផ្អើលវាខ្លាំងនៅតំបន់វាលមន្ត្រីនៅតំបន់អានសេះហើយវាលមន្ត្រីហើយនឹងតែវាខ្លាំងเราស្ងាត់ហើយបែបទៅច្រើនទៅខ្លាំងស្ងាត់ឈឹងបាទនេះជាទស្សនៈរបស់បងប្អូនខ្មែរយើងនៅក្នុងស្រុកណាឲ្យដឹងណាខ្ញុំសូមប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមណាក៏ដោយមិនថាណែឯងរដ្ឋាភិបាលស្អីទេបើណែឯងកាន់ជើងថៃសូមឲ្យណែឯងវិនិច្ឆ័យអន្តរាយណាសូមស្ដាប់ម្ដងទៀតណាបាទនេះទៅតាមពលមានទីកម្លាំងជួរមុខបាច់មកខ្ញុំគឺវាឥឡូវវាមិនប្រើស្មើជើងឡើងទេស្មើជើងវានៅកុំក្រោមនោះវាប្រើរថក្រោះបុកឡើងស្មើជើងតាមក្រោយរថក្រោះមានណាចេះទាំងរថក្រោះមនុស្សចាំមើលពូមើលលទ្ធផលងាយហ្នឹងស្ងាត់ដែរព្រោះវាគូថ្នាក់មិញហ្នឹងនិយាយដាច់គាត់វាយបកវិញដែរទៅក៏មួយចំនួនវាយហ្នឹងណាពូឃើញដូចក្មួយនិយាយកាប់ពីមុនវាកាន់កាប់នៅមួយយើងមានតាកបីមានប្រាសាទតំនតូចតំនធំនេះមុំ3ដល់ពេលឥឡូវវាមានកាន់កាប់ដែរហើយវាប្រកាសសិទ្ធិវាកាន់កាប់ហើយជាពិសេសពួកអាខ្មែរយើងប្រឆាំងក្រុមអាសំនឹងស៊ីអាសៀមនឹងស៊ីនៅក្របបរទេស
mua này đã bị ngon trong gần đáp á là cho ba nước Khmer nước nôm thọp và nó bên Việt Nam vừa cái chồng khỏi Việt Nam nó vậy bọc màu trường nôm thọp nó bọc màu chặt chay màu viên tùy việc bọc từ xa tầm mòn tôi tầm mòn thùng bọc màu từ xa ta bảy việc một cô đào có tích xa ta cả bảy châu nữa hàng sạc ná bị muốn nấu cả muốn nấu về đãแต่เรายังกันกลับอ่ะจังหวะยับมากมายังเราแก้วเตี้ยเราเจงมาที่ละกูก็มาแรงซีเจงมาที่ละเจงมาโปรเมียนจับดำบังอับมาการเจงเซียนที่ละบ้าขยมอดเมียนสมัติเพียบเธอจีรัฐมนตรีหรือก็ไอ้กรมไอ้ระบบนาดิแต่ขยมเมียนตำเนะตำนองจะมวยเนี่ยบอกแปรพิซซ่าไทยเมียนเนี่ยรีกามาขยมคนไทยเมียนเปย์คละขยมอัดสายจีตุกมือสเปียบกาบ้าจังไงจงมาจับนี่เนี่ยตีนี่ขยมส้มเลือกใดประนำบวงส้มส้มบารมีกรุบตีกะไลตามช่วยไทยรักษากองตกขมายจังอ๋อเอาชนะสตรีกรุปเปลบ้าให้แล้วนี่สมดัติโจคนไซน์ได้จีประเทศพัฒเพียบ้านประกาศรุ่ยให้ Senate President restrain warn Thailand not to cross Cambodia red line ประเทศพัฒเพียกัมพูชีบ้านประมินรุ่ยให้กองทัพไทยกำเอาฉลองหัวบรรทดกระหอมแต่ฉลองหัวด่าวิญญาณโดยเหมือนจังย่อมความเถอะจมพวกการประกาศระบบสมเด็จโจฮุนเซนได้ชี้ประเทศพัฒเพียในริจินจากกัมพูชีได้โจร่วมสหการเชื่อมวยนั่งสมเด็จนายกรัฐมนตรีสมเด็จทบดีฮุนมานัยดำไปกรุบกรองสเปียบกาเนเปลได้กองทัพไทยบานพระแผนการจักรพงศ์พ่อมนาหนึ่งยุทธบัณฑิตดำใบเฉลียนเปลี่ยนขมายเยื่องจีขมายตรายตายรวมสามกีขณีให้ขมายหน้าได้โจได้จมมวยหนึ่งไทยเนื้อนู่หนึ่งคลายจนขบัดเทียดที่ประวัติศาสตร์ได้ตรายประดันเตียโตที่ตำเงินมาให้จงมาจับนี้ชมกรันไตจะเรียบจูดบอมโอนท่าชมบานจะตัวปรมินตั้งมียุบมั้ยยุบงานตึ๊ดแต่ชมสำระเก่งอัศลุไอ้บอมโอนปลุชมจำมือปรมินอะไรบานเคยไงปรมินมีนชาติที่มันตอมตบยุบนี่แล้วในกัมพูชีมองปรำเปิลดับปรำในตียุบไปในสหรัฐอเมริกไปขังการเติมแต่มองปรำเปิลดับมวยปรึกไทยจันนี่จึงชมเติมตามมือต่อแต่ตีให้ชมคอมโตรจมปูเอาไว้ได้กองตัวขมายเทอสังครีมไว้ตอบชื่อมวยหนึ่งกองตัวไทยปีปรูวิจังเอายึงคลอดคลาดในวิมินมารินเวียนะวิมินยนต์ฮอวิมินกับเพลิงทอมมีนรถกระตายยึงก็มีอาวุธสำหรับตบได้แต่ไว้ได้ชมสมนองโปสมเอาประเทศอะไรตรัมtake action จับอารมณ์ปีเรื่องได้ไทยกำปงใจบ่มพลายในกิจปรมเปลี่ยนฉันส่งเอาCNN อาจารย์เซราตูรตู ABC จอมาจีบ CNN จอมาจำนายพนักงานบางคนมาเมื่อถ้าตาเรื่องอย่างไม่ตาในไอโยธาจีบไปจีจนขมายนึงมีอย่างไม่นะให้สมการทลายการระบบสมาคมอาเซียนได้ยึงโจสมาชิกอาเซียนใบไว้
ទោះបីដើម្បីសេដ្ឋកិច្ចក៏ដោយតែបើមានប្រទេសមួយត្រូវឈ្លានពានក៏គួរតែធ្វើសេចក្តីរាយការណ៍ដែរទាំងអង្គការសហជីវជាតិទាំងសមាជិកនៃប្រទេសអាស៊ានមានវៀតណាមឡាវហ្វីលីពីនម៉ាឡេស៊ីមានហើយឥណ្ឌូនេស៊ីមេតាថ្លែងការណ៍មេតាជួយទប់តើរឿងយ៉ាងម៉េចឧទាហរណ៍យើងនៅតែមួយកន្លែងនេះតើជាការឈ្លានពានជាការឆ្លោះគ្នាជាការបង្កយ៉ាងម៉េចនេះដៃយើងនៅមួយកន្លែងនេះតែគេមកផ្ទះអញ្ចឹងនេះថៃនេះខ្មែរអ្នកណាឈ្លានពានអ្នកណានេះថៃនេះខ្មែរយើងនៅស្ងៀមទប់ទល់ហើយវាចោទថាយើងនឹងទៅវាយវាអញ្ចឹងតើនៅសតវត្សទី21នេះដែលវិទ្យាសាស្ត្របានរីកចម្រើនខ្លាំងណាស់បច្ចេកទេសវិទ្យាឯណាទៅផ្កាយរណបអាស៊ានឯណាទៅផ្កាយរណបកងទ័ពអាមេរិកហើយAOT ហ្នឹងដែលវត្តមាននៅថៃនៅកម្ពុជាហ្នឹងត្រូវរាយការណ៍យ៉ាងម៉េចជូនប្រធានាធិបតីអាមេរិកជូនស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញជូនស្ថានទូតទាំងអស់ប្រចាំក្រុងភ្នំពេញបាទឥឡូវខ្ញុំសូមបញ្ចប់ហើយខ្ញុំនឹងតាមដានតទៅទៀតបាទអរគុណជម្រាបលាបាទហើយចុងបញ្ចប់នេះខ្ញុំសូមជូនពរសុខភាពល្អជូនសម្ដេចតេជោហ៊ុនសែនសម្ដេចនាយករដ្ឋមន្ត្រីធិបតីហ៊ុនម៉ាណែតនិងកងទ័ពខ្មែរទាំងអស់សមាជិកនៃមន្ត្រីរាជរដ្ឋាភិបាលខ្មែរទាំងអស់សូមឲ្យបានប្រកបដោយសេចក្តីសុខនិងជោគជ័យគ្រប់ប្រការបាទពីខ្ញុំថាលសវុតអាមេរិកនៅថ្ងៃទី8ខែធ្នូឆ្នាំ2025វេលាម៉ោង7 កន្លះព្រឹកបាទជម្រាបលា